បាទសួស្តីនេះយើងទាំងអស់គ្នាសម្រាប់វីដេអូនេះគឺខ្ញុំនិយាយពីការសិក្សាតសនៅចំចំណុចបាទមានន័យថាយើងសិក្សាពីលទ្ធភាពទប់និងបន្ទុកសង្កត់ចំចំណុចបាទដែលរូបមន្តរបស់វាគឺ VPN បាទមាន K បាទនេះជារូបមន្តដែលខ្ញុំបានបង្ហាញយើងហ្នឹងបាទអញ្ចឹងនៅក្នុងនេះគឺយើងត្រូវការដឹងថាតើទំហំមកកាត់យើងប៉ុណ្ណេះយើងដាក់ដៃប៉ុណ្ណឹងតើយើងត្រូវការវាផលិតបានភាពទប់ទល់នឹងកម្លាំងសង្កត់ហ្នឹងបានប្រមាណគីឡូញូតុនបាទអញ្ចឹងយើងត្រូវសិក្សាទៅលើប្រមាណចំណុចខាងលើនេះបាទអញ្ចឹងអ្វីដែលសំខាន់គឺ AZ និង AST ដែលយើងអត់ស្គាល់បាទហើយនឹង VK បាទនៅក្នុងរូបមន្តនេះសម្រាប់យើងនិយាយពីបន្ទុកសង្កត់បាទលទ្ធភាពទប់ទល់នឹងកម្លាំងសង្កត់ហើយរូបមន្តខាងក្រោមនេះវាពាក់ព័ន្ធជាមួយនឹង AZ គឺជាកលាបនេះបាទ AZ គឺជាកលាបផ្ទៃមុខកាត់អក្សរបាទជាទូទៅសម្រាប់នេះយើងសម្រាប់ការធ្វើសារណាបាទជាទូទៅយើងមានពេអុយគឺជាបន្ទុកដែលបានមកពី DL ហើយនឹង LL ដែលយើងសំទុកហើយបាទអញ្ចឹងយើងត្រូវដឹងថាតើបន្ទុកដែលយើងយកពី program ប៉ុណ្ណឹងពេអុយហ្នឹងតើយើងត្រូវការដាក់មកកាត់ប៉ុណ្ណាបាទអញ្ចឹងឲ្យវាត្រឹមត្រូវជាមួយនឹងបន្ទុករបស់យើងហើយអ្វីដែលសំខាន់គឺពាក់ព័ន្ធជាមួយនឹងrose បាទ rose វាពាក់ព័ន្ធជាមួយនឹងភាគរយដៃនៅក្នុងតសអញ្ចឹងយើងត្រូវដឹងថាភាគរយដៃនៅក្នុងតសជាទូទៅminimum គឺ 1% បាទអញ្ចឹងមានន័យថាយើងមិនអាចឲ្យទៅជា 1% ទេក្នុងករណីដែលយើងសិក្សាទៅវាទៅជា 1% ក៏យើងត្រូវយក 1% យកមកដាក់នៅក្នុងតសដែរហើយសម្រាប់ maximum គឺ 8% អញ្ចឹងគឺយើងមិនអាចធ្វើលើសពី 8% ទេប្រសិនបើយើងធ្វើ8% វាធ្វើឲ្យដៃនៅក្នុងតសវាច្រើនពេកបាទអញ្ចឹង AZ ហ្នឹងគឺវាពាក់ព័ន្ធជាមួយនឹងពេអុយហ្នឹងហើយអញ្ចឹងប្រសិននៅក្នុងករណីយើងចង់ឲ្យមកកាត់យើងកាន់តែតូចអញ្ចឹងយើងដាក់ rose កាន់តែធំទៅអញ្ចឹងមកកាត់យើងកាន់តែតូចហើយបាទអញ្ចឹងមកកាត់កាន់តែតូចប៉ុន្តែភាគរយដៃរបស់យើងនៅក្នុងតសវាកាន់តែច្រើនអញ្ចឹងយើងត្រូវដឹងថាតើយើងគួរដាក់បែបម៉េចដើម្បីឲ្យវាសមរម្យប៉ុន្តែជាទូទៅ rose ដែលគឺយើងសិក្សាវាក្នុងលក្ខខណ្ឌមើលសំចៃគឺយើងចូលពី 2% ទៅ 3% ហ្នឹងហើយបាទដែលយើងសន្មត rose អញ្ចឹងនៅក្នុងរូបមន្តខាងក្រោមមួយទៀតគឺពាក់ព័ន្ធជាមួយ AST គឺជាកលាបផ្ទៃរបស់ដៃសរុបនៅក្នុងតសអញ្ចឹងយើងអាចយកយើងអាចរកនៅតាមរូបមន្តនេះសម្រាប់រកកលាបផ្ទៃដៃនៅក្នុងតសបាទនឹងនៅក្នុងនេះប្រសិនបើក្នុងករណីគេចង់ឲ្យយើងរកមួយណាយើងរកតាមរូបមន្តហ្នឹងទៅបាទជាទូទៅនៅក្នុងការសិក្សាសាណាគឺយើងមានពេអុយហើយបាទអញ្ចឹងយើងត្រូវការរក AZ ទាញរក AST ហ្នឹងហើយបាទប៉ុន្តែនៅក្នុងនេះយើងក្នុងវីដេអូនេះគឺយើងត្រូវការលទ្ធភាពទប់ទល់នឹងកម្លាំងសង្កត់ហ្នឹងតើយើងត្រូវការយើងរកតាម VPN បាទមានន័យថាគេឲ្យយើងមកកាត់តសប៉ុណ្ណឹងដៃប៉ុណ្ណេះតើវាផលិតបានកម្លាំងទប់ទល់នឹងប្រមាណគីឡូញូតុនបាទអូខេបន្ទាប់ពីយើងនិយាយគ្នាបានប៉ុណ្នេះហើយយើងចាប់ដើមចូលមករកបញ្ជាក់បន្ថែមបាទនេះ AZ គឺជាកលាបផ្ទៃមុខកាត់អក្សរ AST គឺជាកលាបផ្ទៃដៃក្នុងសរុបបាទនៅក្នុងនេះនៅពេលដែលយើងមើលនៅក្នុងចំណុចនេះយើងអាចស្គាល់ពីសមត្ថកម្មបាទមេគុណសុវត្ថិភាពអញ្ចឹងមានន័យថាមេគុណសុវត្ថិភាព free ប្រសិនបើ free ស្មើនឹង 0.65 មានន័យថាវាជាប្រភេទដៃកងថៃបាទថៃហ្នឹងវាជាទៅតសជ្រុងបាទចតុកោណនេះហ្នឹងវាពាក់ព័ន្ធជាមួយនឹងចតុកោណកែងហើយតសជ្រុងហ្នឹងហើយបាទប្រភេទតសដូចជាដៃកងថ្នាំអញ្ចឹងបាទហ្នឹងគេហៅថៃអញ្ចឹងបើសិនជាក្នុងករណី free ស្មើនឹង 0.5 មានន័យថាវាជា spiral អញ្ចឹង spiral មានជាទូទៅវាជាតសមូលបាទមានន័យថាវាពាន់ជុំវិញអញ្ចឹងបាទអានេះគេហៅថា spiral បាទអញ្ចឹងមេគុណ free វាស្មើ 0.5 បាទហើយមេគុណ K ហ្នឹងប្រសិនបើថៃវាស្មើ 0.8 បើសិនជាវា spiral វាស្មើ 0.5 បាទអ
ចឹងនៅក្នុងពេលដែលយើងគ្រាន់តែដឹងថាមកកាត់សប្រភេទសរបស់យើងអាចស្គាល់ពីសមត្ថកម្មបាទបាទអញ្ចឹងមានន័យថាពីនេះស្គាល់ 0.85 បញ្ហាបាទជាទូទៅគេមិនឲ្យវា 100% ទេបេតុងគេឲ្យ 0.85 ហ្នឹងហើយបាទយើងនិយាយពីវីដេអូមុនគឺយើងបាននិយាយហើយយើងអ្នករៀនគឺយើងត្រូវដឹងដែរបេតុងបាទអញ្ចឹង FM ផ្សេងគឺយើងសន្មត់មកពេលយើង design យើងដាក់ប្រមាណបាទ30ឬក៏35 ampere ហើយជាទូទៅ AV grade 390ទៅ420ហ្នឹងហើយបាទអញ្ចឹងអ្វីដែលយើងត្រូវអត់ស្គាល់ទេវាពាក់ព័ន្ធនឹង AC ពាក់ព័ន្ធនឹង AST អញ្ចឹងអត់ដូចជាអត់មានបញ្ហាចោលទេសម្រាប់ការងាររបស់យើងដើម្បីរកលទ្ធភាពទប់ទល់នឹងកម្លាំងរបស់វាបាទនៅក្នុងនេះគឺខ្ញុំចង់បញ្ជាក់ពីភាគរយដៃអតិបរមាបាទមានន័យថាវាស្មើនឹង 1% minimum បាទ maximum របស់វាអបបរមាអូខេនេះខ្ញុំសេខុសហើយមែនអត់ដោយសារ copy អតិបរមាបាទមានន័យថាភាគរយដែកដែលច្រើនបំផុត maximum វាបាទមួយទៀតអ្វីដែលសំខាន់មួយទៀតពាក់ព័ន្ធជាមួយកម្រិតដែកបាទប្រភេទថៃបាទប្រសិនជាយើងសិក្សាជាប្រភេទថៃបាទនេះគឺជារូបមន្តរបស់វានៅក្នុងនេះវាមាន D បាទ DB គឺជាប្រភេទដែកបណ្ដោយ OB បាទយើងសុំតំតាំងអញ្ចឹងវាជាប្រភេទដែកកង AC គឺជាទទឹងរស BC គឺជាបណ្ដោយរសអញ្ចឹងយើងអាចសិក្សាមកតាមវាស្មើប្រមាណបាទប៉ុន្តែជាទូទៅយើងត្រូវដឹងថាវាមិនអាចតូចជាង 4/3 នៃមកកាត់ថ្មអុកលើបាទអញ្ចឹងវាអាចស្មើនឹង 26 មីលីម៉ែត្រ minimum ដើម្បីឲ្យសហូរចូលពេលយើងចាក់បេតុងវាអាចងាយស្រួលបាទទៅថ្នាំទាំងអីក៏ដូចគ្នាដែរអញ្ចឹងមានន័យថា minimum គឺវាប៉ុណ្ណឹងបាទបន្តមកទៀតយើងនិយាយពីកម្រិតដែកប្រភេទ spiral នេះជារូបមន្តរបស់វាបាទមើលនៅក្នុងអញ្ញត្តិនេះដូចជាអត់មានបញ្ហាសម្រាប់យើងទេយើងនៅក្នុង AS យើងនិយាយពីក្លាប់ទៅដែក DCX បាទយើងDCX ដែលយើងអត់ស្គាល់នេះគឺជាប្រភេទដែកកងទំហំកាត់ដែកកងបាទ ROS ហើយនឹង DCX បាទអញ្ចឹង DCX ស្មើនឹង D ដកនឹង2ដង cover មានន័យថា D នេះគឺជាមកកាត់អត់តសមូតបាទហើយ2ដងនឹង cover stop ការពីរបស់វាអញ្ចឹង RO ហើយយើងគណនាតាមរូបមន្តនេះហើយ CX វាស្មើនឹងរូបមន្តនេះបាទអញ្ចឹងដល់ពេលយើងស្គាល់ DCX វាស្មើនឹងមកយើងអាចរក ASX បាទ ACX បាទអញ្ចឹងនេះគឺជា minimum ហើយនិង maximum នៃកម្រិតដែករបស់វាបាទអញ្ចឹងនៅក្នុងនេះដូចជាអត់មានអីច្រើនទេដោយសារអាជ្ញាដែលសំខាន់គឺយើងបានបញ្ជាក់ឲ្យអស់ហើយបាទអញ្ចឹងយើងចូលទៅឧទាហរណ៍ទី1ពាក់ព័ន្ធជាមួយនឹងទសជ្រុងបាទទសជ្រុងបាទគេបញ្ជាក់ប្រាប់យើងបាទគេចង់ឲ្យយើងគណនារលទ្ធភាពតទងបន្ទុករបស់មុខកាត់ទសជ្រុងដែលគេឲ្យសមត្ថកម្មដូចខាងក្រោមនេះបាទអញ្ចឹងមានន័យថាគេឲ្យ FV grade ស្មើនឹង30 ampere S prem C បាទ standard បេតុង standard ដែក390មកកាត់ទសមកកាត់ទសបាទមានន័យថា AC បណ្ដោយទៅតឹងនឹងបណ្ដោយហ្នឹងស្មើ400មីលីម៉ែត្របាទគេប្រើដែក18លីហើយប្រភេទដែកកងយើងប្រើ10លីបាទនៅក្នុងដែករបស់យើងគេដាក់8ដើមបាទហើយជាប្រភេទថៃអញ្ចឹងគេចង់បញ្ជាក់ថាប្រសិនបើយើងមានសមត្ថកម្មប៉ុណ្ណឹងតើយើងអាចផលិតបានលទ្ធភាពតទងនឹងប្រមាណគីឡូម៉ែត្រតុនបាទមកកាត់យើងប៉ុណ្ណឹងតែខ្សែដែកហ្នឹងបាទអញ្ចឹងយើងយកទូប្រមូលរបស់យើងយកមកនិយាយគ្នាដែរបាទមានន័យថា VPN របស់យើង free នៅពេលដែលយើងដឹងថាវាជាប្រភេទថៃបាទយើងអាចដឹងពីសមត្ថកម្មហើយបាទ free ហើយនឹង K បាទវាស្មើនឹង 0.65 និងស្មើនឹង 0.8 បន្តមកទៀតវាពាក់ព័ន្ធជាមួយនឹង AZ ហើយនិង AST បាទ AZ គឺយើងអាចរកបានដែរបាទភាសាគេនៅក្នុងនេះគេបញ្ជាក់ប្រាប់យើងបាទនេះ AZ វាស្មើនឹងបដោយគុណទទឹងវាស្មើប៉ុណ្ណឹងមីលីម៉ែត្រក្រេហើយ AS បាទដើម្បីរក AST យើងរកក្លាបទៅដៃម្ដងបាទស្មើនឹង200នេះហើយ DB របស់យើងស្មើនឹង18លីបាទអញ្ចឹងមានន័យថាក្លាបទៅដៃយើងគឺសរុបនោះគឺស្មើនឹង2000បាទ35មីលីម៉ែត្រក្រេបាទអ
ចឹងនៅក្នុងនេះយើងឆែកមើលថាវាស្មើនឹងប្រមាណភាគរយចឹងមានន័យថាយើងស្មើនឹង 1% ជាងហើយវាមិនតូចជាង 1% បើសិនតូចមួយជាង 1% យើងត្រូវតែដាក់ 1% យកមកដាក់ក្នុងទឹកសរបស់យើងបាទអញ្ចឹងមានន័យថា free PN របស់យើងដែលមានមកកាត់ប៉ុណ្ណឹងគឺយើងផលិតបាន 2507 គីឡូញូតុនបាទអញ្ចឹងយើងអាចក្របានប៉ុណ្ណឹង 250 តោនបាទអញ្ចឹងយើងឆែកមើលភាគរយដៃបន្តិចទៅនៅក្នុងរ៉ូមីនីមុំដែលយើងនិយាយគ្នាពីមុនពីលើមកបាទមានន័យថាវាតិចបំផុតភាគរយដៃក្នុងទឹកសវាស្មើនឹង 1600 បាទហើយច្រើនបំផុតស្មើនឹង 12800 បាទអញ្ចឹងមានន័យថាដៃរបស់យើងគឺស្ថិតនៅក្នុងចន្លោះហ្នឹងគឺអូខេហើយបាទអញ្ចឹងនៅក្នុងនេះ spacing បាទយើងអាចកណនាមកវាស្មើនឹង 280 យើងអាចប្រកួតមកស្ទើរ 280 កម្រិតដៃកបាទមានន័យថា minimum គឺយើងនិយាយប៉ុណ្ណឹងចាស់បាទដូចជាអត់បញ្ហាទេសម្រាប់ការសិក្សាពាក់ព័ន្ធជាមួយនឹងដៃជ្រុងបាទតសជ្រុងបន្តមកទៀតយើងនិយាយពីតសមូបាទតសមូក៏ដូចគ្នាដែរបាទគេឲ្យយើងទៅកណនាលទ្ធភាពទុកត្របន្ទុកមុខកាត់តសមូបាទដែលគេសមត្ថកម្មគេឲ្យមកវាពាក់ព័ន្ធជាមួយនឹងប៉ុនេះបាទ S ព្រីម C ស្មើ30 H-Y 390អានេះគឺជាកន្លងផ្ទៃរបស់ដៃកបាទស្មើនឹង390ដែរដែលយើងប្រើប្រភេទដៃ10លីDB វាស្មើនឹង20លីបាទដៃកហើយប្រភេទតសយើងគឺមកកាត់របស់យើង6ទឹកបាទយើងប្រើដៃនៅក្នុងតសនោះគឺ10លី10ដើមមានន័យថា20លីយើងប្រើ10ដើមហើយ cover វាស្មើនឹង40គេបញ្ជាក់ប្រាប់យើងថាវាជា spiral បាទដោយសារយើងសិក្សាតសមូលអញ្ចឹងរូបមន្តរបស់វានៅដដែលនេះគឺជារូបមន្តដែលមានលទ្ធភាពតបន្ទុករបស់វាគឺស្មើនឹង 2PN ហ្នឹងហើយបាទអញ្ចឹង phi k គឺយើងអាចរកបានដោយសារយើងគេបញ្ជាក់ប្រាប់ពី spiral បាទអញ្ចឹងគេអាចស្មើនឹង 0.75 ហើយនឹង 0.85 បាទបន្តមកទីយើងចាប់ផ្ដើមសិក្សារក AZ ដោយសារវាជាប្រភេទអក្សរមូលអញ្ចឹងរូបមន្តរបស់វាស្មើនឹង pi degree លើក4អញ្ចឹងមានន័យថាវាស្មើពីប៉ុណ្ណេះម៉ាក្រេតមកទីយើងសិក្សាកន្លះផ្ទៃដៃមួយដើមបាទពាក់ព័ន្ធជាមួយនឹង DB នេះអញ្ចឹងវាស្មើនឹង 314ហើយបន្តមកកណនារ AST មានន័យថាកន្លះផ្ទៃដៃសរុបវាស្មើពីនេះអញ្ចឹងមានន័យថាយើងកន្លះផ្ទៃដៃទៅសក់នៅក្នុងទឹកសរបស់យើងគឺស្មើនឹង1%ជាង 1% តិចបាទអញ្ចឹងមានន័យថា free PN របស់យើងគឺយើងអាចផលិតបានប៉ុណ្ណេះបាទអាចទទួលបានប៉ុណ្ណឹងមានន័យថា 5326 គីឡូញូតុនបាទអញ្ចឹងមកកាត់អក្សរយើងមានន័យថា6ទឹក strength របស់វា390បេតុងដែកហើយនឹងសរសៃដែករបស់យើង20លីបាទប្រវេដេកប៉ុណ្ណឹងគឺយើងទុកបានប៉ុណ្ណេះបាទអាចទទួលបានប៉ុណ្ណេះតមកទុកប៉ុណ្ណឹងបាទអញ្ចឹងនៅក្នុងនេះយើងឆែកមើលតិចទៅភាគរយដែកបាទនៅក្នុងនេះបាទអញ្ចឹងយើងស្ថិតនៅក្នុងចន្លោះម៉ោដែលយើងបានបញ្ជាក់នៅក្នុងនេះហើយ 1% អញ្ចឹងវាបាទប្រាប់ទៅដែករបស់យើងនេះបាទវាឆ្លើសបន្តិចល្មមនឹងឲ្យតែធំជាង 1% ក៏អូខេបាទតើយើងសិក្សាកន្លះទៅដែកយើងបាទអញ្ចឹងមានន័យថា S រូបមន្តវាស្មើប៉ុណ្ណេះ DCH ស្មើនឹង D ដល់2ដង cover ស្មើប៉ុណ្ណេះបាទអញ្ចឹងយើងជាប់ACH មួយទៀតបាទ ACH របស់យើងគឺរូបមន្តវាស្មើប៉ុណ្ណេះបាទអញ្ចឹងចុងក្រោយយើងរកទាញរយើងរកកន្លះផ្ទៃដៃដើមយើងអាចឆែកមើល spacing របស់យើងវាស្មើនឹង50 មីលីម៉ែត្របាទមានស្មើ50 មីលីម៉ែត្រអញ្ចឹង minimum របស់វាគឺស្មើប៉ុណ្ណេះអញ្ចឹងយើងអាចប្រកួតវាទៅ51 ចុចប្រហែលហ្នឹងយើងអាចប្រកួតវា50ទៅអញ្ចឹងដូចជាមានតែប៉ុណ្ណឹងទេសម្រាប់វីដេអូនេះដោយសារយើងនិយាយពីលទ្ធភាពទប់ទល់នឹងទុកចំចំណុចតែម្ដងបាទអញ្ចឹងយើងវីដេអូក្រោយយើងនិយាយពីពាក់ព័ន្ធជាមួយនឹងមុំមកបាទអូខេលទ្ធភាពតត្រង់របស់យើងមានតែប៉ុណ្្នឹងទេសម្រាប់រូបមន្តរបស់យើងដែលយើងបាននិយាយគ្នាពីលើមកបាទអញ្ចឹងមានន័យថាតសដែលទប់ទល់នឹងទុកចំចំណុចរបស់យើងគឺរូបមន្តនេះបាទដូចខ្ញុំបានបញ្ជាក់ពីវងអញ្ចឹងមានន័យថាជាទូទៅពេលដែលយើងសិក្សាគឺយើងស្គាល់
គេឲ្យទៅពេលអុយឯងបាទពេលទៅសាណាអញ្ចឹងកិច្ចការខាងក្រោមនេះគឺយើងទៅរក AZ បាទខ្ញុំបានបញ្ជាក់ឲ្យ AZ វាពាក់ព័ន្ធជាមួយ Rose យើងត្រូវដឹងថា Rose នេះគឺជាទូទៅគេយកឲ្យគេឲ្យយើងសិក្សាយកប៉ុណ្ណាបាទដើម្បីឲ្យវាសំចាស់បាទភាសាបេតុងហើយនឹងដែកយើងត្រូវដឹងថាបេតុងធូរថ្លៃជាងដែកអញ្ចឹងបើយើងដាក់ដែកច្រើនវាក៏จะអស់លុយច្រើនបាទអញ្ចឹងវាពាក់ព័ន្ធជាមួយនឹង hashtag ពាក់ព័ន្ធនេះទៀតប៉ុន្តែបើសិនជាសិក្សាពាក់ព័ន្ធជាមួយនឹងការងារហើយយើងធ្វើសារណានេះយើងគួរទៅយកតែ 2% ទៅបានហើយបាទអញ្ចឹងមកកាត់ទាំងធំតិចក៏ធំទៅប៉ុន្តែសំខាន់យើងសំចៃដែរបាទបើសិនជាយើងចង់មកកាត់វាតូចយើងពាក់ព័ន្ធជាមួយនឹងនេះឲ្យធំតិចទៅបាទ Rose ឡើងដល់5អីទៅចឹងមកកាត់យើងតូចឧទាហរណ៍ថាពេលអូយើងសិក្សាមកយើងឲ្យ Rose 2% មកកាត់យើងស្មើមកឧទាហរណ៍ថាសជ្រុងនេះវាស្មើនឹង6ទឹកបាទអញ្ចឹងដល់ពេលយើងឡើងអានេះដល់5%អញ្ចឹងវាអាចធ្លាក់មក5ទឹកឬមួយក៏45យើងអាចដាក់បានអញ្ចឹងបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបាទអរគុណច្រើន